មានសួរបងប្អូនទាំងអស់ជាទីគោរពអានថ្ងៃនេះខ្ញុំបានមកក្រុងលួងម៉ាយខេត្តឧត្តរខេត្តមិនខេត្តឧត្តរបើសុំទោសគឺខាងស្រុកឧត្តរក្រុងមានបាទក្រុងដងមានជ័យបាទមកជួបបងប្រុសដែលគាត់មានជំងឺហៅថាដំបៅក្នុងកាពះបាទហើយគាត់ឈឺយូរឆ្នាំហើយគាត់ជួបការលំបាកខ្វះខាតបាទជាពាក់អង្គការគេជាពាក់លុយគេគ្រប់កន្លែងដោយសារតែយកមកព្យាបាលខ្លួនបាទហើយប្រពន្ធខំប្រឹងធ្វើការដោះគេហើយមានកូនតូចៗ2នាក់បាទហើយគាត់ក៏បានឆាតទៅខ្ញុំដើម្បីសុំឲ្យខ្ញុំក្នុងការដែលស្វែងរកជំនួយជួយដល់គាត់ប៉ុន្តែយើងព្យាយាមក្នុងការផ្ដល់ជំនួយឲ្យគាត់มันមានបានថវិកាទេបាទថ្ងៃនេះក៏សម្រាប់ចិត្តដកថវិកាបំរុងបាទបំរុងទុកនឹងខ្ញុំហ្នឹងគឺ200000ស្មើនឹង$50ជួយបងប្រុសបាទអញ្ចឹងថវិកាបំរុងដែលទុកនឹងខ្ញុំហ្នឹងគឺមានការចូលរួមពីបងប្រុសសេងហងបាទបងស្រីម្ចាស់ហាងមួយ UT Salon បងស្រីអ៊ុនសុកបងម៉ាលីនដូចជាបងស្រីនាងបាទសុពេណាបាទដែលបានទុកថវិកាសម្រាប់ចែកជូនបងប្អូនដែលជួបការលំបាកឥឡូវនេះគឺខ្ញុំដកបាទ200,000ក្នុងការជួយដល់បងប្រុសដើម្បីឲ្យគាត់បានប្រើប្រាស់ថវិកានេះទិញថ្នាំសង្កូវឬក៏គាត់ចង់ទិញអ្វីដែលគាត់ជាតម្រូវការចាំបាច់អញ្ចឹងបងប្អូនណាថវិកា200,000បងណាបាទនឹងអញ្ចឹងអូនអរគុណបងប្អូនបន្តិចណាខ្ញុំសូមអរគុណទៅដល់បងដែលបានម្ចាស់ជំនួយដែលបានជួយដល់ខ្ញុំឲ្យបានថវិកាដើម្បីមើលជំងឺបន្តទៅមុខទៀតសូមឲ្យពួកគាត់ជួបតែសេចក្តីសុខក្តីសុបាយនិងក្រុមគ្រួសារទាំងអស់បាទអរគុណច្រើនហើយនេះជាអ្វីដែលយើងបានចែកម្លែកហើយអរគុណបងប្អូនតែងតែទុកចិត្តហើយតែងតែផ្ញើថវិកាទុកសម្រាប់យើងចែកជូនដល់បងប្អូនណាដែលគាត់ជួបការលំបាកហើយនេះជាអ្វីដែលយើងបានធ្វើហើយជាចុងក្រោយជូនពរពុកប៉ែបងប្អូននៅរកទទួលទានមានបានជាសុខឲ្យព្រះអង្គគង់នឹងថែរក្សាចំណេះគណៈពេលនេះខ្ញុំចត្រារួមជាមួយបងប្អូនប្រសិនគុណសូម